បាននៅក្នុងពេលដែលរដ្ឋាភិបាលក៏មិនទាន់មើលឃើញភាពច្បាស់លាស់ថាតើរដ្ឋាភិបាលអាចមានលទ្ធភាពនឹងទៅយកទីតាំងដែលបាត់នឹងយកមកឲ្យពលរដ្ឋវិញរដ្ឋាភិបាលក៏ត្រូវទទួលស្គាល់អំពីស្ថានភាពវិបត្តិផ្លូវចិត្តដែលពលរដ្ឋអ្នកភៀសសឹកមានណាហើយបើនៅស្រុកគេមានក្រុមជាអ្នកធ្វើ counseling អ្នកទៅប្រឹក្សាយោបល់អ្នក counseling ហ្នឹងគឺគេត្រូវតែចុះទៅជាមួយអ្នកស្រុកដើម្បីផ្ដល់ការប្រឹក្សាយោបល់ឲ្យគាត់ហើយស្ថានភាពហ្នឹងវាត្រូវតែមានជំរើសក្នុងកាលៈទេសៈថាតើប្រសិនបើស្ថានភាពវាដោះស្រាយរួចមិនអីទេប៉ុន្តែបើដោះស្រាយមិនរួចទេថាពួកគាត់ហ្នឹងគិតយ៉ាងម៉េចដែរអញ្ចឹងហ្នឹងជាជំរើសដែលពួកអ្នកធ្វើការខាងប្រឹក្សាយោបល់គេនឹងធ្វើការជាមួយពួកគាត់ណាបាទប៉ុន្តែសម្រាប់ទីតាំងយើងទទួលស្គាល់ថាវាមិនមានជំរើសអីច្រើនក្រៅពីរឿងការរៀបចំឲ្យមានជំរកជាគ្រឹះដើម្បីឲ្យគាត់អាចនៅបានសិនព្រោះរដូវនេះរដូវក្តៅផងហើយទៅខាងមុខទៀតក៏អាចព្រៀងដែរគាត់មិនអាចបន្តនៅក្រោមតង់កស៊ូអញ្ចឹងរហូតទេបាទហើយការពិនិត្យមើលទៅលើដំណោះស្រាយសម្រាប់រយៈពេលមធ្យមហើយនិងរយៈពេលវែងក៏ត្រូវតែមានការគិតគូរពីរដ្ឋាភិបាលថាតើប្រសិនបើរឿងហ្នឹងវាអាចប្រើពេលរហូតដល់1ឆ្នាំទៅមុខទៀតថាតើអ្វីទៅជាដំណោះស្រាយបន្តទៀតហើយបើរឿងហ្នឹងវាមិនកើតសោះយើងមិនអាចទៅកាន់កាប់ចូលទៅនៅដីនឹងវិញទេបានន័យថាថៃនឹងយកដីនឹងបានជាប់រហូតតើរដ្ឋាភិបាលត្រូវមានផែនការរយៈពេលវែងជាមួយពួកគាត់នឹងដោយរបៀបណាជាការផ្ដល់ថវិកាឬក៏ជាការផ្ដល់ដីណាឬក៏យ៉ាងម៉េចអានេះវាជារឿងដែលត្រូវគិតពីឥឡូវទៅហើយណាហើយបើសិនជារឿងនេះវាបានឆាប់នឹងបានវិលត្រឡប់ទៅរកដីក៏វិញណាអានេះវាយើងអបអរសាទរប៉ុន្តែបើវានៅយូរតើមានផែនការកខកហ្នឹងបានយើងអាចជួយបានហើយជាពិសេសក្នុងពេលបច្ចុប្បន្ននេះក្នុងរយៈពេលបច្ចុប្បន្ននេះដើម្បីជួយគ្រប់គ្រងផ្នែកផ្លូវចិត្តរបស់ដល់ពលរដ្ឋដែលបាត់បង់គឺរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចមួយនៅក្នុងការផ្ដល់នៅស្បៀងអាហារជាមូលដ្ឋានគ្រឹះទៀងទាត់ដែលមានរបបត្រឹមត្រូវបាទឧទាហរណ៍ថាម្នាក់ហូបប្រមាណគីឡូក្នុងមួយគ្រួសារត្រូវបានប្រមាណនៅក្នុងមួយខែត្រូវគ្រប់គ្រងអានឹងឲ្យគាត់យ៉ាងតិចត្រឹម2ឆ្នាំឬ3ឆ្នាំទៅដើម្បីយ៉ាងហោចឲ្យគាត់មានភាពធូរស្រាលក្នុងការបន្តជីវភាពប្រចាំថ្ងៃនៅពេលដែលរងចាំក្រែងរកបានទៅវិលទៅរកទឹកដីភូមិឋានរបស់គាត់វិញណាបាទគឺដូចនៅខាងរនតឯកគេមានដែរនៅខាងរនតឯកនេះគឺគេមានផ្ដល់ជាលុយកាក់អីជាទៀងទាត់យ៉ាងពួកគាត់ត្រូវមានរបបប៉ុន្តែរបបនេះគួរឲ្យគ្រប់គ្រាន់សមរម្យផងណាមិនមែនជាឲ្យបាត់ឃើញទេបាទហើយធ្វើម៉េចកុំឲ្យបងប្អូនជួនភៀសសឹកនឹងរំពឹងតែទៅលើអំណោយសប្បុរសជនព្រោះសប្បុរសជនការឲ្យទៅវាមិនមានគេថាជាស្ថិរភាពត្រឹមត្រូវហើយជាងការពេលខ្លះក៏បានតិចឬបានច្រើនហ្នឹងវាមិនគ្រប់គ្រាន់សម្រាប់ពួកគាត់ថ្ងៃណាមានគេទៅបានច្រើនទៅថ្ងៃណាគេអត់ទៅក៏អត់ទៅអញ្ចឹងនេះគឺរដ្ឋាភិបាលត្រូវតែផ្ដល់នៅមូលដ្ឋានគ្រឹះនៃរបបជាផ្លូវការឲ្យពួកគាត់ទៅបាទហើយបើមានសប្បុរសជនគេជួយបន្ថែមអានឹងវាជារបបបន្ថែមរបស់គាត់ទៅអាចទៅរួចបាទហើយខ្ញុំគិតថាស្ថានភាពខ្ញុំគិតថាក្នុងស្ថានភាពបែបនេះបើសិនជាសកត់កាន់តែខ្លាំងវានឹងអាចមានការមិនសប្បាយចិត្តការផ្ទុះកំហឹងនឹងក៏កាន់តែច្រើនថែមទៀតណាយើងឃើញនៅក្នុងបណ្ដាញសង្គមសប្តាហ៍ថ្ងៃនេះបើយើងតាមដានមើលទៅមានពលរដ្ឋខ្លះគាត់រហូតដល់គាត់លែងខ្លាចបើជាប់គុកក៏ជាប់ទៅបើគាត់បាត់ហើយគាត់លែងមានអីគាត់អស់អាលីងពីខ្លួនណាអាហ្នឹងតែកាលណាមនុស្សដល់កបែបហ្នឹងគាត់អត់ខ្លាចអីនឹងនិយាយទេបាទអញ្ចឹងបើជាដំណោះស្រាយដោយសន្តិវិធីខ្ញុំគិតថារដ្ឋាភិបាលគួរតែបើកសេរីភាពឲ្យគាត់និយាយថាកុំឲ្យតែគាត់ជេរគាត់ឌីគេបើគាត់និយាយថាជាស្ថានភាពពិតជាក់ស្ដែងដែលគាត់បាត់មែនអាហ្នឹងយើងកុំទៅធ្វើការរកគួនអីបើជាងកាលពេលខ្លះរឿងចេះមិនអាចលាក់ចិត្តទេបាទមិនអាចលាក់ទោះបីជាយើងថាលាក់មិនឲ្យគេដឹងក៏ពលរដ្ឋថ្ងៃណាមួយគាត់និយាយប្រាប់បងប្អូនគាត់បើសិនជាយើងលាក់មិនឲ្យអ្នកណាដឹងក៏យុទ្ធជនវីរៈជនយុទ្ធជននៅសមរភូមិគាត់មានបងប្អូនគាត់តែងតែខ្សឹបប្រាប់វានៅតែបែកធ្លាយដដែលទេអញ្ចឹងការខំប្រឹងបិទបាំងតម្រៃមួយដែលស្លាប់ហ្នឹងគឺវាមិនសូវមានប្រសិទ្ធភាពទេបាទអញ្ចឹងគួរតែរកមធ្យោបាយណាដែលយើងអាចជួយលើកទឹកចិត្តជាជាងការបង្ក្រាបឬការតាមដានពី
សេរីភាពនៃការរៀបរាប់ពីការពិបាករបស់គាត់ណាបាទ